ជីវិតប្តីប្រពន្ធក្រោយមានកូនតិចនិចបង្កើនក្តីសុខរឿងលើក្រែថែទាំផ្លូវចិត្តនិងផែនការគ្រួសារជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Healthy XY ការសម្រាលបុត្រគឺជាសុភមង្គលដ៏អស្ចារ្យដែលមិនអាចកាត់ថ្លៃបានប៉ុន្តែវាក៏ជាចំណុចចាប់ផ្ដើមនៃរបបជីវិតថ្មីមួយដែលពោរពេញដោយការទទួលខុសត្រូវនិងការហត់នឿយយ៉ាងខ្លាំងគូស្វាមីភរិយាជាច្រើនបានសារភាពដោយស្មោះថាក្រោយពេលមានកូនពួកគាត់ហាក់ដូចជាមានភាពឃ្លាតឆ្ងាយពីគ្នាឬបាត់បង់ភាពផ្អែមល្ហែមដោយកាលនៅតែពីរនាក់នៅក្នុងវីដេអូនេះយើងនឹងមកស្វែងយល់ជាមួយគ្នាដោយចំហនិងតាមបែបវិទ្យាសាស្ត្រអំពីមុខទេសពេញលេញសម្រាប់ប្តីប្រពន្ធក្រោយសម្រាលចាប់ពីរបៀបបង្កាត់ភ្លើងស្នេហ៍ឡើងវិញការស្វែងយល់ពីជំងឺបាក់ទឹកចិត្តក្រោយសម្រាលរហូតដល់ការរៀបចំផែនការគ្រួសារនិងវិធីពន្យាកំណើតឲ្យបានត្រឹមត្រូវបំផុតសូមទស្សនាឲ្យដល់ចប់ដើម្បីរក្សាសុភមង្គលគ្រួសារអ្នកឲ្យកាន់តែរឹងមាំនិងផ្អែមល្ហែមជានិច្ចចំណុចទី1ការស្ដារទំនាក់ទំនងនិងសិល្បៈនៃការបង្កាត់ភ្លើងស្នេហ៍ក្រោយសម្រាលបុត្ររាងកាយនិងចិត្តសាស្ត្ររបស់ភរិយាប្រៀបដូចជាសមរភូមិដែលទើបតែបញ្ចប់សង្គ្រាមពួកគាត់បានឆ្លងកាត់ការឈឺចាប់និងការប្រែប្រួលសរីរាង្គយ៉ាងខ្លាំងដូច្នេះក្នុងដំណាក់កាលនេះភរិយាត្រូវការពេលវេលាដើម្បីព្យាបាលនិងត្រូវការការយល់ចិត្តបំផុតពីស្វាមី 1. ការយល់ដឹងពីពេលវេលាសមស្របនិងសរីរវិទ្យារយៈពេលនៃការព្យាបាល The 6-week Rule តាមបច្ចេកទេសវិទ្យាសាស្ត្រគូស្វាមីភរិយាគួររងចាំយ៉ាងហោចណាស់6សប្តាហ៍នេះគឺជាពេលវេលាដែលស្បូនត្រូវរួមកសភាពដើមវិញរបួសពីការសម្រាលត្រូវបានជាសះព្យាយហើយការហូរឈាមក្រោយសម្រាលត្រូវបានបញ្ឈប់ទាំងស្រុងការមានភាពស្និទ្ធស្នាលលឿនពេកអាចបង្កឲ្យមានការឆ្លងមេរោគឬរហែករបួសឡើងវិញឥទ្ធិពលនៃអរម៉ូនបំបៅដោះកូននៅពេលភរិយាបំបៅដោះកូនរាងកាយនឹងផលិតអរម៉ូនប្រូឡាក់ទីនយ៉ាងច្រើនអរម៉ូននេះមានតួនាទីជួយផលិតទឹកដោះប៉ុន្តែវាជះឥទ្ធិពលអវិជ្ជមានពីរយ៉ាងគឺបន្សាបចំណង់ផ្លូវភេទនិងធ្វើឲ្យតំបន់ពិសេសរបស់ភរិយាមានភាពស្ងួតខុសធម្មតាស្វាមីមិនគួរមានអារម្មណ៍ថាខ្លួនត្រូវបានបោះបង់ឬភរិយាលែងស្រឡាញ់នោះទេព្រោះនេះគឺជាយន្តការការពារធម្មជាតិរបស់រាងកាយស្ត្រីដើម្បីឲ្យគាត់មានកម្លាំងថែទាំកូន 2. សិល្បៈនៃក្តីស្រឡាញ់ក្រៅពីការរួមភេទភ្លើងស្នេហ៍មិនមែនផ្ដើមចេញពីលើក្រែភ្លាមនោះទេប៉ុន្តែវាផ្ដើមចេញពីសកម្មភាពប្រចាំថ្ងៃការស្ដារផ្លូវចិត្តតាមរយៈការប៉ះពាល់ស្វាមីគួរប្រើប្រាស់សិល្បៈនៃការប៉ះពាល់បែបថ្នមដូចជាការអង្អែលខ្នងការម៉ាស្សាជើងឲ្យភរិយាដែលកំពុងហើមឬការអោបពីក្រោយដោយក្តីស្រឡាញ់អំណាចនៃពាក្យពេចន៍ពាក្យសរសើរត្រង់ថាអូនធ្វើជាម៉ាក់ដ៏ល្អបំផុតឬអូននៅតែស្អាតសម្រាប់បងគឺជាថ្នាំព្យាបាលផ្លូវចិត្តដ៏ស័ក្តិសិទ្ធិជាសោះ 3. ការប្រើប្រាស់ជំនួយបញ្ចែកទេសនិងសុវត្ថិភាពនៅពេលដែលបងប្អូនចាប់ផ្ដើមមានភាពស្និទ្ធស្នាលឡើងវិញការប្រើប្រាស់ចែរំអិលដែលផ្ដើមលើជាតិទឹកគឺជាដំណោះស្រាយដ៏ល្អបំផុតវាជួយកាត់បន្ថយការកកិតការឈឺចាប់និងការពារការរលាកដ៏របួសដែលមិនទាន់ជាសះព្យាល្អ 100% 4. ការបង្កើតពេលវេលាឯកជន The 15-minute rule បងប្អូនគួរឆ្លៀតពេលយ៉ាងហោច15នាទីក្នុងមួយថ្ងៃដើម្បីជជែកគ្នាពីអារម្មណ៍ផ្ទាល់ខ្លួនភាពហត់នឿយឬការយល់សប្តិផ្សេងជៀសវាងការជជែកតែរឿងកូនរឿងខោទឹកនោមឬរឿងដោះគោពេកចំណុចទី2ជំងឺបាក់ទឹកចិត្តក្រោយសម្រាល Postpartum Depression PPD នេះគឺជាចំណុចស្លាប់រស់នៃសុភមង្គលគ្រួសារដែលស្វាមីត្រូវធ្វើជាអ្នកការពារនិងជាបង្អែកដ៏រឹងមាំការបែងចែករវាង Baby Blues និង PPD ភាគច្រើនស្ត្រីតែងមានអារម្មណ៍មួម៉ៅឬឆាប់យំនៅសប្តាហ៍ដំបូងដែលហៅថា Baby Blues ប៉ុន្តែបើអារម្មណ៍កៅទុកខ្លាំងបាត់បង់ទំនុកចិត្តឬមានគំនិតមិនល្អអូសបន្លាយលើសពី2សប្តាហ៍នោះគឺជាសញ្ញានៃ PPD ហើយមូលហេតុវាបណ្ដាលមកពីការធ្លាក់ចុះយ៉ាងគំហុកនៃអរម៉ូនអ៊ឺស្ត្រូសែននិងប្រូជេស្តេរ៉ូនរួមជាមួយការដាច់យប់មើលកូនរ៉ាំរ៉ៃ
ថ្នាំព្យាបាលដ៏ស័ក្តិសិទ្ធិគឺការគេងស្វាមីត្រូវស្ម័គ្រចិត្តងើបមើលកូនឆុងដោះគោឬបដូរខោទឹកនោមនៅពេលយប់ដើម្បីឲ្យភរិយាបានគេងលក់ស្កប់ស្កល់ការដែលភរិយាបានគេងគ្រប់គ្រាន់គឺជាថ្នាំព្យាបាលផ្លូវចិត្តលេខ1ការគាំទ្រស្វាមីត្រូវបង្ហាញការគាំទ្រដោយមិនស្ដីបន្ទោសការស្ដាប់ដោយក្តីមេត្តានឹងជួយកាត់បន្ថយសម្ពាធផ្លូវចិត្តរហូតដល់ 50% បើសញ្ញានេះមិនធូរស្រាលត្រូវប្រញាប់នាំភរិយាទៅជួបអ្នកជំនាញភ្លាមចំណុចទី3ការរៀបចំផែនការនិងវិធីពន្យាកំណើតការសម្រេចចិត្តពន្យាកំណើតមិនមែនជារឿងរបស់ភរិយាតែម្នាក់ឯងនោះទេប៉ុន្តែវាគឺជាការទទួលខុសត្រូវរួមគ្នារបស់ប្តីប្រពន្ធការទុកចន្លោះយកកូនឲ្យបានពី3ទៅ5ឆ្នាំមិនត្រឹមតែជួយឲ្យភរិយាមានពេលវេលាស្ដារកម្លាំងនិងសម្រស់ឡើងវិញប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយឲ្យកូនទទួលបានការថែទាំពេញលេញបំផុត 1. វិធីពន្យាកំណើតនីមួយៗថ្នាំលេបប្រភេទ Mini Pill វាមានផ្ទុកតែអរម៉ូនប្រូចេស្តេរ៉ូនតែមួយមុខប៉ុណ្ណោះដែលធ្វើឲ្យទឹករំអិលស្បូនខាប់រារាំងមេជីវិតឈ្មោលវាស័ក្តិសិទ្ធិបំផុតសម្រាប់អ្នកម៉ាក់ដែលបំបៅដោះកូនព្រោះវាគ្មានអរម៉ូនអឺស្ត្រូសែនដែលធ្វើឲ្យខ្សោះទឹកដោះប៉ុន្តែត្រូវមានវិន័យខ្ពស់ក្នុងការលេបឲ្យចំម៉ោងរាល់ថ្ងៃថ្នាំចាក់ពន្យាកំណើត3ខែម្ដងងាយស្រួលបំផុតសម្រាប់អ្នកម៉ាក់ដែលរវល់មើលកូនខ្លាំងជាងគេចាក់តែមួយម្ជុលការពារបានដល់ទៅ90ថ្ងៃទោះជាយ៉ាងណាភរិយាអាចជួបបញ្ហាឡើងទម្ងន់ឬមករដូវមិនទៀងទាត់ក្នុងដំណាក់កាលនេះស្វាមីត្រូវចេះលងលោមនិងលើកទឹកចិត្តភរិយារឿងរូបរាងកាយដើម្បីកុំឲ្យគាត់បាត់បង់ទំនុកចិត្តការដាក់កងក្នុងស្បូនឧបករណ៍មួយតូចរាងអក្សរ T ដែលគ្រូពេទ្យដាក់បញ្ចូលក្នុងស្បូនវាការពារបានយូរអង្វែងពី3ទៅ5ឆ្នាំនិងមិនរំខានដល់អារម្មណ៍ស្រើបស្រាលនៅពេលដែលស្និទ្ធស្នាលឡើយការប្រើស្រោមអនាម័យជាវិធីដែលសុវត្ថិភាពបំផុតគ្មានផលប៉ះពាល់ដល់អរម៉ូននិងការពារជំងឺឆ្លងផ្សេងៗ 2. សារៈសំខាន់នៃការទុកចន្លោះយកកូនការទុកចន្លោះឲ្យបានត្រឹមត្រូវជួយឲ្យស្បូនមានពេលវេលារួញមកសភាពដើមវិញនិងមានភាពរឹងមាំសម្រាប់ទ្រទ្រង់កុភើបន្ទាប់វាក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺខ្វះឈាមរបស់មាតា និងបញ្ហាកូនកោតមិនគ្រប់ខែផងដែរចំណុចទី4ការស្ដាររាងកាយតាមរយៈរបបអាហារនិងលំហាត់ប្រាណការស្ដាររាងកាយនេះមានសសរស្តម្ភ2យ៉ាងគឺអាហារូបភ័ព្វនិងការហាត់ប្រាណសាច់ដុំអាងត្រគាក 1. របបអាហារពឹសកម្លាំងនិងអាហារូបភ័ព្វសម្រាប់អ្នកម៉ាក់បំបៅដោះជាតិកាល់ស្យូមភរិយាត្រូវបន្តញ៉ាំអាហារដូចជាទឹកដោះគោស្រស់ស៊ុតនិងត្រីតូចៗដើម្បីការពារជំងឺពុកឆ្អឹងនិងធានាថាទឹកដោះមានជីវជាតិគ្រប់គ្រាន់ជាតិដែកការញ៉ាំសាច់ក្រហមលំថ្លើមឬបន្លែបៃតងចាស់គឺចាំបាច់ណាស់ដើម្បីបង្កើតគ្រាប់ឈាមក្រហមឡើងវិញការផឹកទឹកភរិយាគួរផឹកទឹកឲ្យបានចន្លោះពី2ទៅ3លីត្រក្នុងមួយថ្ងៃដើម្បីឲ្យការផលិតទឹកដោះបានល្អតួនាទីស្វាមីអាចជួយចម្អិនអាហារដែលភរិយាចូលចិត្តឬរៀបចំផ្លែឈើស្រស់បរិយាកាសរីករាយនៅពេលញ៉ាំបាយនឹងជួយឲ្យភរិយាធូរស្រាលនិងផលិតទឹកដោះបានច្រើនទី2លំហាត់ប្រាណកែកលអត្ថាកម្បាំងនៃភាពរឹងមាំរបៀបអនុវត្តគឺស្រដៀងទៅនឹងការខំទប់នោមបងប្អូនត្រូវខំប្រឹងកន្ត្រាក់សាច់ដុំនៅតំបន់នោះរួចទប់ឲ្យជាប់រយៈពេល5វិនាទីហើយបន្ធូរមកវិញ5វិនាទីអត្ថប្រយោជន៍ជួយដោះស្រាយបញ្ហាលិចនោមនិងជួយឲ្យសាច់ដុំតំបន់ពិសេសឆាប់រួមតូចរឹងមាំឡើងវិញបង្កើនក្តីសុខទ្វេដងនៅពេលមានភាពស្និទ្ធស្នាលនិងជួយឲ្យភរិយាបាត់បង់ភាពអៀនខ្មាស់លើរូបរាងកាយរបស់ខ្លួនសរុបមកជីវិតប្តីប្រពន្ធក្រោយសម្រាលបុត្រគឺជាការធ្វើតេស្តដ៏ធំនៃក្តីស្រឡាញ់ភាពស្មោះត្រង់និងការអត់ធ្មត់កាលណាស្វាមីនិងភរិយាចេះជួយគ្នាយល់ចិត្តគ្នានិងរៀបចំផែនការគ្រួសារច្បាស់លាស់នោះគ្រួសារនឹងកាន់តែមានសុភមង្គលប្រសិនបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍
សូមចុច like និង share ទៅកាន់គូស្វាមីភរិយាដទៃទៀតកុំភ្លេចចុច subscribe ដើម្បីទទួលបានចំណេះដឹងសុខភាពគ្រួសារជារៀងរាល់ថ្ងៃពី Healthy XY សូមអរគុណនិងជូនពរឲ្យគ្រួសារបងប្អូនជួបតែសេចក្តីសុខនិងស្នាមញញឹមជានិច្ចជួបគ្នានៅវីដេអូក្រោយ